ธรรมดาទូរស័ព្ទយើងប្រើប្រាស់រាល់ថ្ងៃមានកន្លែងចាក់សោលេខកូដមកតង់ហើយក៏ប៉ុន្តែ Telegram គេធ្វើកន្លែងឲ្យចាក់សោ app Telegram មកតង់ទៀតគេលោនៅសុកណាគេមកខ្ចីទូរស័ព្ទយើង call ផ្លែតអីទៅគេផ្ញើសារមកគេច្រឡំដៃចុចចូលមើលអញ្ចឹងដើម្បីរក្សាឯកជនភាពដើម្បីកុំឲ្យគេចូលមើលឃើញអញ្ចឹងបងប្អូនទាំងអស់នេះចេះចាក់នៅបើអត់តន់ចេះទេនេះម្នេះមកបងប្អូនទាំងអស់នេះមុននឹងទៅដល់តែគេធ្វើម៉េចខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ផលិតផលកូនខ្មែរ Lin Cambodia មានលក់ខោអាវបរោះជាច្រើនប្រភេទអាវប៉ូឡូមានគ្រប់ពណ៌អាវដូចខ្ញុំបាទកំពុងពាក់នេះអាវតាច់តាហ៊ានយឺទីតិចចំពោះខោនេះគឺដេដោយស្នាដៃកូនខ្មែរតែម្ដងដំបូងបងប្អូនចូលមកកាន់ Telegram មកបន្តមកបងប្អូនចូល setting ខាងក្រោមនេះបងប្អូនរកពាក្យ privacy and security អញ្ចឹងចុចអាហ្នឹងមកបន្ទាប់មកបងប្អូនមើល passcode and face ID អញ្ចឹងបងប្អូនចុច passcode នេះមកចុច turn on passcode អញ្ចឹងបងប្អូនចង់ដាក់6ខ្ទង់ក៏បានឬបើអត់6ខ្ទង់ថាវែងពេកបងប្អូនអាចដាក់4ខ្ទង់ក៏បានចុចអានេះចុចអានេះមកវាមាន4ខ្ទង់នេះឥឡូវ4ខ្ទង់ឥឡូវឧទាហរណ៍ខ្ញុំដាក់លេខ3ទាំងអស់បងប្អូនដាក់លេខប៉ុន្មានក៏បានដែរណាអញ្ចឹងវាឲ្យបញ្ជាក់2ដងលេខ3ទាំងអស់អញ្ចឹងវាជាប់ហើយកន្លែងនេះនៅពេលដែលយើងចេញពី Telegram មិននាទីវានឹងសួរឲ្យយើងដាក់សោហ្នឹងហើយកន្លែងនេះបើសិនជាយើងចង់ដាក់មុខយើងក៏បានដែរអញ្ចឹងបើសិនជា scan មុខបងប្អូនបើកកន្លែងមុខមកអញ្ចឹងបន្ទាប់ពី1នាទីអញ្ចឹងដល់ពេលដែលចូលមកគឺវាសួរទៅរកមុខយើងឬក៏លេខកូដហើយតែប៉ុណ្្នឹងជាការស្រេច